យើងឆ្ងល់អត់បើ MOU 2001និយាយរឿងទ្វេភាគីហេតុអីអ្នកឯងមកលុបចោលហើយមកបន្តយន្តការទ្វេភាគីបាទអ្នកឯងចង់ស៊ីលាក់អានតែអ្នកឯងខ្លាំងជាងហៅខ្ញុំចូលបន្ទប់និយាយគ្នា2នាក់សឡុតខ្ញុំយកបដ ாய் បាទក្បួយកសឡុតយកបាទនេះគឺជាអ្វីដែលយើងនិយាយឲ្យសាមញ្ញស្រួលស្ដាប់បាទប៉ុន្តែកម្ពុជាច្បាស់ហើយគឺមិនទៅទេយន្តការហៅចូលបន្ទប់ច្បាច់កសឡុតយកនេះគឺយើងទៅយន្តការអន្តរជាតិបាទជាងទាញមកកម្ពុជាវិញលោកបណ្ឌិតអាចសង្ខេបតិចតាក់ទងជាមួយនឹងពិភពថ្មីនេះគឺថៃបាទបានចាក់ចេញបានលុបសញ្ញាឯកតាភាគីពី MOU ឆ្នាំ2001នេះសូមឲ្យលោកបណ្ឌិតបកស្រាយបន្តិចជូនប្រិយមិត្តបងថាអ្នកខ្លះគាត់យល់ដែរប៉ុន្តែយល់មិនសូវច្បាស់បាទសូមជឿជាលោកបាទវាពាក់ព័ន្ធនេះគឺជាច្បាប់អន្តរជាតិហើយកម្ពុជាយើងតែងតែគោរពនឹងច្បាប់អន្តរជាតិយើងសប្បាយរីករាយណាស់នៅពេលដែលប្រទេសគូចំនួនរបស់យើងចង់ទៅយន្តការអន្តរជាតិចង់ទៅយន្តការច្បាប់នេះទៅទាំងអស់ទៅបាទតាំងកញ្ចប់ទៅយើងគ្រប់ត្រូលប្រជាជនក៏គ្រប់ត្រូលដែរបាទយើងមិនចង់បានរបស់គេតែយើងក៏មិនចង់ឲ្យគេយករបស់យើងដែរអញ្ចឹងនៅភាពយុត្តិធម៌គឺមានតែច្បាប់នេះឯងមានតែតុលាការនេះឯងបាទដូច្នេះទៅទាំងដែនគោកទៅទាំងដែនទឹកក៏ទៅបាទនេះគឺអ្វីដែលខ្ញុំបញ្ជាក់នៅតាមបណ្ដាញសង្គមហើយប្រជាពលរដ្ឋគឺគ្រប់ត្រូលបាទប្រើប្រាស់នយោបាយច្បាប់នេះការលុបចោលនៅ MOU ឆ្នាំ2001វាន័យថាសញ្ញានៅឆ្នាំ2001ថៃគេហៅថា MOU លេខ44វាន័យថាប្រើនៅពុទ្ធសករាជ2544បាទហើយដូច្នេះទេការលុបចោលនេះគឺច្បាស់ហើយបាទបានលុបហើយយន្តការទ្វេភាគីថៃចង់តែបន្តនៅយន្តការ2បាទមិនមែនថៃទាំងលុបចោលយន្តការទ្វេភាគីនេះហើយ MOU 2001ហើយងាកទៅយន្តការអត់ច្បាប់អន្តរជាតិនេះទាំងស្រុងទេបាទលោកស៊ីអាស័កពងគីកែគាត់លើកហើយគឺប្រើប្រាស់នៅយន្តការទ្វេភាគីបន្តប្រើប្រាស់នៅយន្តការទ្វេភាគីហើយក៏បន្តនៅយន្តការទន្ទឹមនឹងគ្នាយន្តការច្បាប់នីតិសមុទ្រ UNCLOS បាទដូច្នេះកម្ពុជាយើងក៏បានបញ្ជាក់ចំហដែរបើលុបយន្តការទ្វេភាគីហើយហេតុអីយើងត្រូវបន្តយន្តការទ្វេភាគីថ្មីបាទយើងត្រូវតែបន្តយន្តការគេហៅថាការផ្សះផ្សាដោយបង្ខំបាទក្រោមអនុសញ្ញានីតិសមុទ្រ UNCLOS បាទហើយបើទៅចំណុចនេះគឺខ្ញុំជឿជាក់ថាប្រជាពលរដ្ឋទាំងអស់គឺនឹងមានការគ្រប់គ្រងជាពិសេសគឺខាងកម្ពុជាយើងបាទព្រោះយើងចង់ឲ្យដោះស្រាយដោយយុត្តិធម៌ដោះស្រាយឲ្យមានព្រំដែនមួយច្បាស់លាស់ងាយស្រួលនឹងយើងធ្វើការអភិវឌ្ឍបាទអានោះជាដីរបស់យើងច្បាស់ហើយបែងចែកច្បាស់ហើយយើងអភិវឌ្ឍចង់ជីករ៉ែយ៉ាងម៉េចចង់អភិវឌ្ឍកោះយ៉ាងម៉េចជារឿងរបស់យើងបាទឈប់អញញ៉ៃជាមួយរឿងសៀមនឹងទៀតបាទប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថាថៃមិនចង់លើកឡើងថាទៅ UNCLOS តាមច្បាប់នីតិសមុទ្រមិនដែរចេតនារបស់គាត់មិនប្រកាសទេបាទគាត់ចង់លុប MOU 2001ចោលហើយបង្កើតការចរចាដោយដាក់សម្ពាធមកលើកម្ពុជាជាថ្មីដោយសារគាត់គាត់មានអំណាចយោធាខ្លាំងជាងជាពិសេសអំណាចដែនទឹកគាត់ខ្លាំងជាងយើងបាទអំណាចសេដ្ឋកិច្ចអំណាចការទូតគាត់ខ្លាំងដូច្នេះទេគាត់ចង់លុបចោល MOU 2001នេះគាត់លើកមូលហេតុជាច្រើនបាទថាវាអត់មានដំណើរការទៅមុខទេអត់មានឃើញភាពរីកចម្រើននេះទេ25ឆ្នាំហើយកិច្ចប្រជុំផ្លូវការមានតែ4ដងទេការបង្កើតគណៈកម្មការដូចមានចែងនៅក្នុង MOU បង្កើតឲ្យមានគណៈកម្មការបច្ចេកទេសក្នុងការដោះស្រាយបញ្ហា OCA បញ្ហាតំបន់ត្រួតទីគ្នាអីឡាក់នោះក៏អត់ឃើញបង្កើតបានទៀត25ឆ្នាំហើយគាត់លើកឡើងសមហេតុផលខ្ញុំក៏ឯកភាពចឹងដែរបាទពេលខ្លះយើងត្រូវទទួលស្គាល់វាអត់រីកចម្រើនទៅមុខមែនវាអត់រីកចម្រើនទៅមុខមែនហើយអ្វីដែលគាត់លើកមូលហេតុនេះបាទវាមានប្រកបហើយខាងក្រោយខ្ញុំធ្លាប់បានជជែកច្រើនហើយគឺពាក់ព័ន្ធទៅនឹងការបំពេញចិត្តក្រមជ្រុលនិយមថៃបាទការបង្វែរស្ថានភាពដែលគាត់កំពុងតែរលូកបំពេញឈរនៅលើទឹកដីកម្ពុជាជាច្រើនចំណុចបាទព្រំដែនគោកហើយសង់សំណង់រឿងច្រើនណាស់ឥឡូវសង់នេះសង់ឲ្យបងប្អូនខ្លះតែគេសង់ឲ្យយើងទៀតថ្ងៃក្រោយបានទៅវិញឃើញទេខ្ញុំសង្ឃឹមទេហើយពាក់ព័ន្ធទៅនឹងបញ្ហាលោកស៊ីអាសាក់លើកឡើងហើយគាត់នឹងបន្តយន្តការទ្វេភាគីបាទយើងឆ្ងល់អត់បើ MOU 2001និយាយរឿងទ្វេភាគីហេតុអីអ្នកឯងមកលុបចោលហើយមកបន្តយន្តការទ្វេភាគីបាទអ្នកឯងចង់ស៊ីលាក់អានតែអ្នកឯងខ្លាំងជាងហៅខ្ញុំចូលបន្ទប់និយាយគ្នា2នាក់សឡុតខ្ញុំយកបដ ாய் បាទក្បួយកសឡុតយកបាទនេះគឺជាអ្វីដែលយើងនិយាយឲ្យសាមញ្ញស្រួលស្ដាប់បាទប៉ុន្តែកម្ពុជាច្បាស់ហើយគឺមិនទៅទេយន្តការហៅចូលបន្ទប់ច្បាច់កសឡុតយកនេះគឺយើងទៅយន្តការអន្តរជាតិបាទយន្តការអន្តរជាតិនេះខ្ញុំលើកឡើងបន្តិចតាក់ទងទៅនឹង compulsory reconciliation នេះបាទគឺគេមាន3 step គេមាន3ស្ថាប័នដែលជួយដោះស្រាយបញ្ហានេះបញ្ហាតែនៅក្រោមឆ័ត្រអង្គការសហជីវជាតិតែមួយណាបាទនៅពេលដែលយើងលើកបញ្ហានេះទៅក្រោមអនុសញ្ញានីតិសមុទ្រ
ការផ្សះផ្សាដោយបង្ខំនេះទី1គឺយើងដើរទៅលើយន្តការ arbitration អាជ្ញាកណ្ដាលបាទអាជ្ញាកណ្ដាលនេះគឺមានការសម្របសម្រួលដោយអង្គការសហជីវជាតិបាទសម្របសម្រួលបើមិនត្រូវគ្នាសម្របសម្រួលទី1គឺគេឲ្យពីរអ្នកហ្នឹងនិយាយគ្នាសិនគេទុកពេលបាទពីរអ្នកហ្នឹងនិយាយគ្នាទៅកម្ពុជាថៃនិយាយគ្នាដោះស្រាយគ្នាបានអត់បើអត់បានទេគេមកអង្គុយជាមួយយើងហ្នឹងជួយសម្របសម្រួលបាទដូចលោកMarcos Junior ប្រធានដីហ្វីលីពីនអញ្ចឹងជុំត្រីភាគីអញ្ចឹងទៅអញ្ចឹងគេដោះស្រាយសម្របសម្រួលទៀតអញ្ចឹងនៅពេលដូចឥឡូវខ្ញុំនិយាយស្រួលស្ដាប់ចុះដីពុនឆ្លោះគ្នាដំបូងឡើងអាជ្ញាធរទៅប្តឹងអាជ្ញាធរតាំងដីពុននឹងជែកគ្នាសិនណាបាទណាសម្របសម្រួលគ្នាណាសម្របសម្រួលគ្នាត្រូវគាត់ចូលមកជួយសម្របសម្រួលបាទសម្របសម្រួលត្រូវទៀតមានអីទៀតបាទដាក់ឯកសារដាក់អីទៅតុលាការទៅដូចគ្នាអញ្ចឹងបើយើងសម្របសម្រួលទ្វេភាគីមិនជោគជ័យយើងត្រូវសម្របសម្រួលក្រោមការសម្របសម្រួលទៀតមានភាគីទី3គឺអង្គការសហជីវជាតិបើមិនត្រូវទៀតគឺយើងទៅតុលាការមានតុលាការ2ទៀតបាទមានតុលាការគេហៅថា International Tribunal Court on UNCLOS តុលាការអន្តរជាតិស្តីអំពីនីតិសមុទ្របាទអញ្ចឹងគេបង្កើតច្បាប់នីតិសមុទ្រមកគឺមានតុលាការរបស់គេបាទសម្រាប់កាត់ក្តីហើយបើតុលាការហ្នឹងគឺយើងទៅយន្តការតុលាការហ្នឹងក៏បានតែនៅក្រោមអង្គការសហជីវជាតិហ្នឹងមានតុលាការមួយទៀតដែលល្បីល្បាញយើងធ្លាប់ប្រើគឺ ICJ តុលាការយុត្តិធម៌អន្តរជាតិ ICJ បាទដែលយើងធ្លាប់ប្រើកាត់ក្តីរឿងព្រះវិហារហ្នឹងយើងឆ្នៃហ្នឹងបាទអញ្ចឹងក៏អាចប្រើតុលាការហ្នឹងក៏បានដែរអញ្ចឹងតុលាការ ICJ គឺកាត់ក្តីបានទាំងអស់ទាំងផ្លូវគោកផ្លូវទឹកទាំងអីបាទយោងទៅតាមច្បាប់ដែលមានស្រាប់ដូច្នេះនេះហើយគឺជាអ្វីដែលយើងនឹងដើរទៅខាងមុខតែទន្ទឹមនឹងហ្នឹងបាទក៏យើងត្រូវកសាងឡើងវិញអានេះខ្ញុំបញ្ជាក់បងប្អូនកុំថាទេកុំនិយាយមួយថៃបងប្អូនតាមដានខ្ញុំថាកុំនិយាយមួយថៃឥឡូវវារំលោភបំពានធ្វើបាបយើងច្រើនណាស់វាគ្រប់គ្រងទឹកដីយើងវាបិទព្រំដែនស្អីឡើងឡាខ្ញុំសួរដល់បងប្អូនថាធ្វើអញ្ចឹងតើស្ថានភាពរវាងកម្ពុជាថៃនឹងទៅជាយ៉ាងណាតកូនតចៅទៅមុខបងប្អូនចង់ឃើញអញ្ចឹងរហូតឬក៏យ៉ាងម៉េចទី1ទី2តើបងប្អូនគិតថាអន្តរជាតិគេមើលមកខ្មែរយើងយ៉ាងម៉េចនិយាយគ្នាឯកភាពគ្នាណាថាមានការផ្សះផ្សាមានការបង្កើនការទុកចិត្តការនិយាយគ្នាប៉ុន្តែយើងម្នាក់អត់ចង់បាទហើយទី3តើយើងនឹងចង់បានគេថាប្រទេសមួយដែលស្រឡាញ់សន្តិភាពទេចង់មានការសន្តិភាពចង់មានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងសងខាងទេបាទហើយទី3យើងត្រូវទទួលស្គាល់ការឆ្លោះគ្នានេះអត់ចំណេញទេអត់ចំណេញទេបើសម្រាប់កម្ពុជាដោយឡែកខ្ញុំអត់ខ្វល់ទេរឿងថៃខាត់សេដ្ឋកិច្ចខាត់អីណាណីប៉ុន្តែបើនិយាយពីកម្ពុជាយើងដោយឡែកគឺយើងខាតទទួលស្គាល់បាទប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងមួយផ្នែកធំពាក់ព័ន្ធទៅនឹងបញ្ហាកសិកម្មរបស់កម្ពុជាដែលកន្លងមកធ្លាប់នាំទៅថៃតាមតំបន់តាមព្រំដែននាំទៅច្រើនដែររាប់រយលានដុល្លារដែរមួយឆ្នាំទី2ទេសចរបងប្អូនទេសចរប៉ះធំណាស់បាទយើងឃើញសិទ្ធទេសចរយើងឆ្នាំ2026នេះក៏នឹងមានការធ្លាក់ចុះបាទគឺលំហូរទេសចរមកពីខាងថៃមកលេងស្រុកយើងគឺច្រើនបាទយើងត្រូវទទួលស្គាល់ហើយតាក់ទងទៅនឹងគេហៅថាខ្សែសង្វាក់ផលិតកម្មបាទផលិតគ្រឿងបង្គុំផ្សេងៗនៅកម្ពុជាយើងហើយដឹកយកទៅបង្គុំនៅថៃឡើងអានេះក៏បង្អាក់ដែរតែធ្វើឲ្យវិនិយោគទុនមួយចំនួនជាពិសេសអ្នកនិយោគិនជប៉ុនបាទគេរីរែកបាទគេរីរែកក្នុងការបង្កើនការវិនិយោគទុនឬក៏គេអាចចង់ដកថយក៏អាចថាបាននៅពេលដែលគេផលិតបាននៅខ្មែរហើយដឹកចេញទៅរួចដឹកចេញមិនរួចទេពីដើមគេដឹកតាមផ្លូវគោកលឿនពី3ថ្ងៃឥឡូវឲ្យគ្នាដឹកតាមសមុទ្រកាត់វៀតណាមកាត់អីណោះវាច្រើនអស់លុយច្រើនអីច្រើនខ្សែសង្វាក់ផលិតកម្មគេគឺមានការលំបាកបាទនេះក៏ជាបញ្ហាដែរដូច្នេះបងប្អូនខ្ញុំសំណូមពរថារឿងអីក៏ដោយយើងត្រូវទៅអង្គុយជជែកគ្នាហើយជជែកយ៉ាងណាឈលលើផលប្រយោជន៍របស់ប្រទេសរបស់យើងឈលលើគោលការណ៍ច្បាប់នេះដែលយើងត្រូវធ្វើដូច្នេះទេនៅពេលខាងមុខនៅពេលដែលមានការពិភាក្សាគ្នាបន្ទាប់ពីការជជែកត្រីភាគីនៅហ្វីលីពីននៅសេប៊ូនោះគឺសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីយើងជាមួយនឹងលោកអនុទីនបាននាយករដ្ឋមន្ត្រីថៃក្រោមការសម្របសម្រួលរបស់លោក Ferdinand Marcos Junior ប្រធាននាយករដ្ឋមន្ត្រីហ្វីលីពីនហើយក៏ជាប្រធានអាស៊ាននោះបាទគឺយើងបានឯកភាពទៅលើការសម្រួលនៅស្ថានភាពទាំងនេះបាទហើយក៏នឹងអាចបង្កើតឲ្យមានគេហៅថាតំណែងតំណងការទូតបើអត់មានតំណែងតំណងនេះជជែកគ្នាយ៉ាងម៉េចបាទដូច្នេះវាត្រូវតែជំហានដំបូងគឺត្រូវមានតំណែងតំណងបាទដាក់មន្ត្រីទូតជាន់ខ្ពស់នៃប្រទេសទាំងពីរមកវិញហើយដើម្បីយើងអាចជជែកគ្នាបានដូច្នេះយើងម្នាក់យើងកុំបាទយើងជាប្រទេសមួយដែលស្រឡាញ់សន្តិភាពយើងចង់ឲ្យប្រទេសយើងរីកចម្រើនយើងចង់ឲ្យមានសន្តិភាពនៅតាមព្រំដែនមានការអភិវឌ្ឍតាមព្រំដែនវាផ្ដើមចេញហើយបាទពីការពិភាក្សាប៉ុន្តែគោលទំហំនៃការពិភាក្សាយ៉ាងណានោះគឺជារឿងរបស់យើងបាទសួរតែយើងទុកចិត្តថៃទេយើងមិនដែលទុកចិត្តថៃទេកម្ពុជាជាប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយប៉ុន្តែបើមិនទុកចិត្តគេយើងត្រូវត្រៀមខ្លួនយ៉ាងម៉េច
យើងដឹងហើយណាបាទរៀបសេណារីយ៉ូខ្លួនឯងរៀបយុទ្ធសាស្ត្រខ្លួនឯងរៀបអ្នកជំនាញបាទអ្នកជំនាញផ្លូវច្បាប់បង្រឹងវិស័យយោធាទន្ទឹមនឹងខ្លួនឯងរៀបចំនៅយុទ្ធសាស្ត្រផ្សេងទប់ទល់បាទស្ថានភាពណាមួយដែលគេខ្លះសម្ដីអានេះគឺជាអ្វីដែលយើងត្រូវធ្វើតែឲ្យយើងបែរខ្នងជាមួយថៃយើងខាតបាទមិនមែនខាតតែបញ្ហាសេដ្ឋកិច្ចខាតបញ្ហាទឹកដីដែលគេពងតែគ្រប់គ្រងទេបាទនិយាយគ្នាផងដីគេគ្រប់គ្រងតែគ្រប់គ្រងអញ្ចឹងថ្ងៃណាដោះចេញអត់ដោះចេញទេហើយបញ្ហាអន្តរជាតិគេមើលឃើញថាកម្ពុជាយើងគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាបាទអញ្ចឹងយើងទៅរកគេមិនយើងទៅរៀបចំដើរតាមយន្តការអន្តរជាតិដើរតាមយន្តការផ្លូវច្បាប់អន្តរជាតិយ៉ាងម៉េចបាទដូច្នេះយើងត្រូវតែធ្វើការតំណែងតំណងឡើងវិញហើយវិធីសាស្ត្រដោះស្រាយប្រសិទ្ធភាពនៃការដោះស្រាយយ៉ាងណានោះគឺជាកិច្ចការរបស់រដ្ឋាភិបាលបាទ